ប្រវត្តិអំពែភ្នំតាមការដំណើរប្រាប់របស់ព្រះសង្ឃនិងលោកអាចារ្យដែលគង់ស្នាក់នៅក្នុងវត្តអំពែភ្នំបានឲ្យដឹងថាកាលពីយូរលង់ណាស់មកហើយមានតាយាយពីរនាក់ប្តីប្រពន្ធតាឈ្មោះអ៊ុំយាយឈ្មោះពេញបានមករស់នៅតំបន់នេះដោយប្រកបរបរធ្វើចំការនិងកងវិលពពែនៅពីមុខលំនៅឋានរបស់តាយាយមានស្ទឹងមួយនិងនៅចំហៀងមានកូនភ្នំមួយចំណែកក្រោយមកមានលោកតាម្នាក់ឈ្មោះសូដែលជាអ្នកបួសរៀនមានចំណេះដឹងខ្ពស់បានធ្វើដំណើរស្វែងរកកន្លែងសំណាក់ធម៌ហើយក៏បានមកដល់លំនៅឋានរបស់លោកតាអ៊ំយីពេញតាសូគយគន់មើលធម្មជាតិទឹកស្ទឹងស្វាឆ្វេងគ្របដណ្ដប់ដោយព្រៃព្រឹក្សានិងដំណាំផល្លាដែលលោកអ៊ំយីពេញបានដាំយកចិត្តទុកដាក់ហើយពេញចិត្តយ៉ាងខ្លាំងតាសូពោដោយរំភើបទីនេះស័ក្តិសមនិងអាត្មានៅសំណាក់ធរណាស់មើលចុះទឹកស្ទឹងឆ្លាឆ្វេងហូរប្រដេញគ្នាជាវងមច្ឆារីឯលើវៃហាបាក់សីបាក់សាហើទាំងវងសំដៅត្រនមយ៉ាងត្រជាក់ត្រឈឹងអោព្រៃព្រឹក្សានេះក៏សុខកដុំអើយអាត្មាសូមផ្ញើប្រាណនឹងអ្នកផងគិតហើយលោកតាសូក៏សម្រេចចិត្តស្នើសុំទីតាំងលើភ្នំបច្ចុប្បន្នជាទីតាំងព្រះវិហារពីតាអ៊ំយីពេញដើម្បីសង់អាស្រមសំណាក់ធម៌ឲ្យលោកតាលោកយាយដល់ចិត្តសប្បុរសធម៌សូមសន្តោសដល់អាត្មាឲ្យមានវាសនាសង់អាស្រមដើម្បីសំណាក់ធម៌នៅលើភ្នំក្បែរនៅឋានរបស់លោកតាទាំងពីរផងត្បិតអាត្មាពេញចិត្តទីនេះណាស់ទីនេះពិតជាស័ក្តិសមសម្រាប់អាត្មារក្សាសិលមែនហើយតាអ៊ំយីពេញយល់ព្រមយ៉ាងរីករាយហើយថែមទាំងជួយឧបត្ថម្ភគាំទ្រជួយទំនុកបម្រុងលោកតាសូយ៉ាងពេញទំហឹងទៀតផងតាអ៊ំពោលដោយអំណរអូលោកតាខ្ញុំព្រះករុណាត្រេកអរណាស់ដែលលោកតាពេញចិត្តចំការនេះដើម្បីសង់អាស្រមសំណាក់ធម៌ខ្ញុំព្រះករុណាទាំងពីរអ្នកប្តីប្រពន្ធសូមប្រកេនទីទួលនោះដល់លោកតានិងជួយសង់អាស្រមប្រកេនដល់លោកតាទៀតករុណាក្តីរីករាយចោះលោកតាសូឆ្លើយតបដោយគោរពអរគុណណាស់អរគុណណាស់នៅទឹកចិត្តដ៏ប្រពៃរបស់លោកទាំងពីរការមកស្នាក់នៅសំណាក់ធម៌របស់លោកតាសូបានលេចលឺដល់ប្រជាជនក៏មកលបមើលហើយឃើញថាពិតជាមានអ្នកបួសមកសំណាក់ធម៌លើភ្នំរបស់តាអ៊ំយីពេញមែនពួកគេក៏ទៅផ្សព្វផ្សាយប្រាប់គ្នាឲ្យមកគោរពបូជានិងយកចង្ហាន់ទៅប្រគេនលោកតាសូបរិសម្នាក់និយាយថាបងប្អូនទាំងអស់គ្នាខ្ញុំមានរឿងមួយជម្រាបលោកយាយម្នាក់សួរបញ្ជាក់រឿងអ្វីទៅឆាប់និយាយមកអន្តិតសុំក៏តបនៅលើភ្នំ
គ្វាប៉ប៉ែមានប្រសងគង់នៅសំណាក់ធរប្រជាជនខ្លះក៏បដិសេធមិនជឿទេបរិសម្នាក់ទៀតដែលទៅលោបមើលជាមួយអន្តិតសមក៏ស្រែកសម្ដីពិតមែនណាលោកបងសុំមិននិយាយកុហកទេខ្ញុំក៏បានឃើញដែរប្រជាជនក៏និយាយព្រមគ្នាបើអ៊ំចឹងនឹងទៅថ្វាយបង្គំសុំសេចក្តីសុខព្រះអង្គម្នាក់ផ្សេងទៀតក៏និយាយខ្ញុំក៏យកចង្ហាន់ទៅប្រគេនព្រះអង្គដែរចាប់ពីពេលនោះមកប្រជាជនតែនាំគ្នាទៅគោរពបូជាលោកតាសូដោយចាត់ទុកទីអាស្រមនោះជាទីសម្រាប់គោរពបូជារហូតមកហើយឲ្យកូនចៅទៅបួសរៀននៅទីនោះជាមួយទៅនឹងលោកតាសូក្រោយមកឈ្មោះទីអាស្រមនោះបានក្លាយទៅជាភ្នំតាអ៊ុំខ្វៀលប៉ប៉ែមកជាអំពែភ្នំរហូតមកដល់សពថ្ងៃនេះអំពែភ្នំមិនត្រឹមតែជាអាស្រមសាសនាដែលទទួលបានការបូជាយ៉ាងខ្ពង់ខ្ពស់អំពីសំណាក់ពុទ្ធបរិស័ទប៉ុណ្ណោះទេតែបច្ចុប្បន្នជាតំបន់រមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលដែលពុះជ្រែកដោយស្ទឹងថ្នោតហើយអាចសំណើកំសាន្តយ៉ាងរីករាយតាមមាត់ស្ទឹងម្ខាងទៅមាត់ស្ទឹងម្ខាងទៀតដោយស្ពានយោគសងអំពីបន្ទះឫស្សីអំពែភ្នំស្ថិតនៅកំពង់ស្ពឺមានចម្ងាយប្រមាណជា48គីឡូម៉ែត្រពីរាជធានីភ្នំពេញយើងអាចធ្វើដំណើរពីទីនោះតាមផ្លូវជាតិលេខ4លើពីសម្រស់ធម្មជាតិបានផ្ដល់ឲ្យអំពែភ្នំត្រូវបានតុបតែងលម្អដោយរូបសំណាកសួនច្បារកន្លែងកំសាន្តនិងផ្ទះសម្រាប់លំហែដែលសង់តាមមាត់ស្ទឹងប្រកបដោយបរិយាកាសយ៉ាងត្រជាក់ចិត្តរីករាយជាងនេះទៀតនោះយើងអាចជិះដំរីកំសាន្តជុំវិញជើងភ្នំដែលគ្របដណ្ដប់ដោយព្រៃព្រឹក្សាត្រជាក់ត្រឈឹងហើយជាជំរកនៃពពួកសត្វស្វាជាច្រើនមានតូចមានធំរស់នៅជុំគ្នាយ៉ាងសុខដុមតាមការដំណើរផ្សេងរបស់ព្រះសង្ឃនិងលោកអាចារ្យអំពីប្រវត្តិដ៏វិសេសវិសាលនៃអំពែភ្នំបានធ្វើឲ្យអ្នកនិពន្ធយើងចាប់អារម្មណ៍យ៉ាងខ្លាំងហើយបានចងក្រងនៅប្រវត្តិរឿងនេះឡើងដើម្បីរក្សាទុកជាឯកសារ